ប្រមុខបាល់ទាត់កម្ពុជាចាត់ទុកមជ្ឈមណ្ឌលហ្វឹកហាត់ថ្មីវិសាខាមិនចាញ់ក្លឹបនៅអឺរ៉ុបក្លឹបវិសាខាបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលហ្វឹកហាត់វិសាខាជាផ្លូវការនៅថ្ងៃទី10ខែមករាឆ្នាំ2026ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះស្ថិតនៅក្នុងភូមិអករំដួលសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញអាយដាមនីអាដាមសេនីសៃសុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្ដែងនឹងការអបអរសាទរចំពោះសមិទ្ធផលថ្មីរបស់ក្លឹបបាល់ទាត់វិសាខាក្រៅពីធ្វើដំណើរទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធអាយដាមមានប្រសាសន៍ថាមជ្ឈមណ្ឌលហ្វឹកហាត់វិសាខាមិនចាញ់កន្លែងហ្វឹកហាត់ក្លឹបនៅអឺរ៉ុបនោះទេទូយ៉ាងបើនិយាយពីកីឡាដ្ឋានប្រកួតអាចចាញ់ព្រោះកីឡាដ្ឋាន PSG មានទំហំធំនៅក្នុងទីក្រុងប៉ារីសតែបើនិយាយពីកន្លែងហ្វឹកហាត់មិនចាញ់គ្នាទេទាំងអាគារនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគួរដឹងដែរថាមជ្ឈមណ្ឌលហ្វឹកហាត់វិសាខាចំណាយពេលសាងសង់ជិត5ឆ្នាំបានសម្រេចនូវសមិទ្ធផលជាច្រើនលើផ្ទៃដីជាង4ហិកតារួមមានទីលានហ្វឹកហាត់និងប្រកួតទំហំស្តង់ដារអន្តរជាតិចំនួន4ស្មៅធម្មជាតិ3និងស្មៅសិប្បនិម្មិត1ក្នុងនោះទីលានមានស្មៅធម្មជាតិចំនួន2បានបំពាក់កៅអីអង្គុយទស្សនានិងមានផ្ទាំងបន្ទប់ Digital ឬ LED ហើយក៏មានអគាររដ្ឋបាលបន្ទប់ស្នាក់នៅប្រមាណ30បន្ទប់អាហារដ្ឋានបន្ទប់សម្រាប់សិក្សារៀនសូត្របន្ទប់ពេទ្យកន្លែងជីមចំនួន2និងទីធ្លារៀបចំការប្រកួតជួបជុំកម្សាន្តដ៏ធំទូលាយព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអមមួយចំនួនទៀតអ្វីដែលប្លែកបំផុតមួយនោះគឺមានឧបករណ៍ Aquamax ដែលជាម៉ាស៊ីនរត់ក្រោមទឹកទំនើបមួយសម្រាប់ការហ្វឹកហាត់និងជាការស្ដារកាយសម្បទាកីឡាករដែលមានរបួសហ្វឹកហាត់សាច់ដុំជាពិសេសវាជាផ្នែកមួយសំខាន់នៃការអភិវឌ្ឍរាងកាយកីឡាករឲ្យបានឆាប់ជាសះស្បើយសាំងជាមួយទ្រូហូមមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999និង393ប្រមុខបាល់ទាត់កម្ពុជាចាត់ទុកមជ្ឈមណ្ឌលហ្វឹកហាត់ថ្មីវិសាខាមិនចាញ់ក្លឹបនៅអឺរ៉ុបក្លឹបវិសាខាបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលហ្វឹកហាត់វិសាខាជាផ្លូវការនៅថ្ងៃទី10ខែមករាឆ្នាំ2026ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះស្ថិតនៅក្នុងភូមិអករំដួលសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញអាយដាមនីអាដាមសេនីសៃសុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្ដែងនឹងការអបអរសាទរចំពោះសមិទ្ធផលថ្មីរបស់ក្លឹបបាល់ទាត់វិសាខាក្រៅពីធ្វើដំណើរទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធអាយដាមមានប្រសាសន៍ថាមជ្ឈមណ្ឌលហ្វឹកហាត់វិសាខាមិនចាញ់កន្លែងហ្វឹកហាត់ក្លឹបនៅអឺរ៉ុបនោះទេទូយ៉ាងបើនិយាយពីកីឡាដ្ឋានប្រកួតអាចចាញ់ព្រោះកីឡាដ្ឋាន PSG មានទំហំធំនៅក្នុងទីក្រុងប៉ារីសតែបើនិយាយពីកន្លែងហ្វឹកហាត់មិនចាញ់គ្នាទេទាំងអាគារនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគួរដឹងដែរថាមជ្ឈមណ្ឌលហ្វឹកហាត់វិសាខាចំណាយពេលសាងសង់ជិត5ឆ្នាំបានសម្រេចនូវសមិទ្ធផលជាច្រើនលើផ្ទៃដីជាង4ហិកតារួមមានទីលានហ្វឹកហាត់និងប្រកួតទំហំស្តង់ដារអន្តរជាតិចំនួន4ស្មៅធម្មជាតិ3និងស្មៅសិប្បនិម្មិត1ក្នុងនោះទីលានមានស្មៅធម្មជាតិចំនួន2បានបំពាក់កៅអីអង្គុយទស្សនានិងមានផ្ទាំងបន្ទប់ Digital ឬ LED ហើយក៏មានអគាររដ្ឋបាលបន្ទប់ស្នាក់នៅប្រមាណ30បន្ទប់អាហារដ្ឋានបន្ទប់សម្រាប់សិក្សារៀនសូត្របន្ទប់ពេទ្យកន្លែងជីមចំនួន2និងទីធ្លារៀបចំការប្រកួតជួបជុំកម្សាន្តដ៏ធំទូលាយព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអមមួយចំនួនទៀតអ្វីដែលប្លែកបំផុតមួយនោះគឺមានឧបករណ៍ Aquamax ដែលជាម៉ាស៊ីនរត់ក្រោមទឹកទំនើបមួយសម្រាប់ការហ្វឹកហាត់និងជាការស្ដារកាយសម្បទាកីឡាករដែលមានរបួសហ្វឹកហាត់សាច់ដុំជាពិសេសវាជាផ្នែកមួយសំខាន់នៃការអភិវឌ្ឍរាងកាយកីឡាករឲ្យបានឆាប់ជាសះស្បើយសាំងជាមួយទ្រូហូមមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999និង393